នេះគឺជា model classic 650របស់ Royal Enfield តោះទាំងអស់គ្នាយើងមកមើលពី spec ត្រួសរបស់ 650 នេះប្រសិនបើអ្នកទាំងអស់គ្នាគឺជាម្ចាស់ម៉ូតូ classic 350 ឬក៏ 500 អីនៅពេលដែលអ្នកទាំងអស់គ្នាបានឃើញ model 650 នេះអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថា model មួយនេះគឺប្លែកជាង model មុនទាំងអស់ហើយដូចអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងកែប500និងកែប350គឺវាស្តៀងគ្នាមែនតើគឺវាត្រង់ប៉ុន្តែមួយនេះគឺវាយើងតំណងវាមកក្រុមបន្តិចអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេដំបូងនៅពេលដែលខ្ញុំឃើញ model 650 មួយនេះគឺតកតងជាមួយនឹងការ design របស់វាមានអារម្មណ៍ថាវា look expensive មែនទែនមើលមកថ្លៃម៉ូតូថ្លៃហើយជាពិសេសគឺពណ៌របស់វាតែម្ដងខ្ញុំឃើញហើយគឺតាក់ភ្នែកមែនទែនជាពិសេសគឺពណ៌មួយនេះអញ្ចឹងម៉ាស៊ីន650មួយនេះគឺ twin cylinder មានម៉ាស៊ីន2 4 stroke រីឯទំហំស៊ីឡាំងរបស់វាវិញមានទំហំ 647.95 cc អាណោះហើយសម្រាប់កម្លាំង horsepower របស់ classic 650មួយនេះវិញវាមានកម្លាំងរហូតដល់46-47 horsepower អញ្ចឹងបើយើងប្រៀបធៀបជាមួយនឹង classic 500ខុសគ្នាពាក់កណ្ដាល Classic 650មួយនេះគឺគេអត់ build kick start ទេមានតែ electric start តែប៉ុណ្ណោះឬក៏វាអត់មានឈ្នាន់ធាក់ទេវាមានតែដេតែម្ដងហើយសម្រាប់ចំណុះធុងសាំងមួយនេះវាអាចផ្ទុកបានរហូតដល់ 14.8 លីត្រហើយ100គីឡូម៉ូតូនេះអាចស៊ី4លីត្រ5លីត្រអាចនិយាយថា5លីត្រតែម្ដងទៅបើសិនបើយើងជិះនៅក្នុងផ្លូវក្រុងឬក៏ផ្លូវស្ទះយ៉ាងណាអញ្ចឹងណាហើយម៉ូតូនេះគឺប្រើប៊ិចអត់ប្រើបេនទេរីឯការដាក់លេខរបស់វាវិញមាន6វគ្គអញ្ចឹងលើសមុនមានតែ5ទេឥឡូវឡើងដល់6ហើយដោយសារតែម៉ាស៊ីនវាធំហើយកុងទ័រនេះក៏គេបានអាប់ដេតដែរដែលកុងទ័ររបស់វាភាគច្រើនឥឡូវនេះឆ្នាំស៊េរីថ្មីគឺគេដាក់ navigation របស់វាមកស្រាប់តែម្ដងប្រសិនបើអ្នកទាំងអស់គ្នាជាម្ចាស់350អញ្ចឹងខ្ញុំគិតថាវាស្តៀងគ្នាជាមួយនឹងកុងទ័រ350ប៉ុន្តែបើសិនបើអ្នកទាំងអស់គ្នាជាម្ចាស់របស់ classic 500គឺកុងទ័របែបនេះគឺនឹងមិនមានទេខុសគ្នាដាច់តែម្ដងហើយម៉ូតូមួយនេះខ្ញុំគិតថាប្រហែលជាអាចមូលបានtop speed របស់វា150 160ហ្នឹងឯងពីព្រោះខ្ញុំធ្លាប់តេស្តទៅលើ Interceptor ដែលមានកម្លាំងដូចគ្នាយើងអាចធ្វើបានតែប៉ុណ្្នឹងអញ្ចឹងវាអាចនិយាយថាវាយល់ល្បឿនបានដែរម៉ូតូមួយនេះហើយសម្រាប់កម្ពស់ពីដីមកកែបនេះវាមានកម្ពស់800 មីលីម៉ែត្រខ្ញុំ 1m82 អញ្ចឹងអង្គុយមកខ្ញុំគិតថានេះវាសមដោយសារតែម៉ូតូនេះរៀងធំហើយសម្រាប់ ground floor របស់វាអត់ច្រើនទេត្រឹមតែ154តែប៉ុណ្ណោះបើសិនបើផ្លូវដីមានឧបសគ្គយើងច្រើនបន្តិចអាចនឹងខឿនឬក៏ប្រសិនបើយើងឡើងខឿននៅក្នុងស្រុកយើងអាចទៅចឹងប្រយ័ត្នត្រង់នឹងបន្តិចហើយសម្រាប់ម៉ូតូនេះផងដែរវាមានទម្ងន់243គីឡូក្រាមដែលវាធ្ងន់ជាងស៊េរីមុនទាំងអស់ខ្ញុំនិយាយថាពីប្រភេទ classic ទេប៉ុន្តែសម្រាប់ការលើកទទួលកណ្ដាលរបស់វាវិញទោះបីជាវាធ្ងន់ប៉ុន្តែវាគេធ្វើ design មកងាយស្រួលលើកមែនតើហើយសម្រាប់កង់មុខនិងកង់ក្រោយកង់មុខ19និងកង់ក្រោយ18ហើយប្រព័ន្ធប្រាំងរបស់គេវិញច្បាស់តែគេប្រើ ABS មួយវិញទៀតសម្រាប់រង្គៀងបំភ្លឺរបស់គេគឺគេប្រើ LED នេះក៏ LED ដែលវាស៊េរីថ្មីឥឡូវគេប្រើ LED ទាំងអស់អញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្ត classic ហើយចូលចិត្តលេងល្បឿនតិចតួចដែរមិនលឿនពេកទេអាច consider ទៅលើម៉ូតូមួយនេះបានតែវាអាចមូលនិយាយទៅសុបាយសម្រាប់ម៉ូតូមួយនេះផងដែរតម្លៃរបស់វា6000ជាងប៉ុន្តែអ្វីដែលខ្ញុំ surprise ជាងគេនោះគឺទៅលើការ design របស់វាជាមួយនឹងការ painting របស់វាគឺមើលទៅ expensive មែនតើប្រណិតមែនតើដែលខ្ញុំមើលខំឃើញគឺវ៉ាវអូខេទាំងអស់គ្នានេះគឺជា spec ត្រួសរបស់ model មួយនេះតើទាំងអស់គ្នាគិតយ៉ាងណាដែរ